ឲ្យអ៊ំស្រីដែលបានស្លាប់ដោយសារតែភ្លើងឆេះព្រៃនៅខាងក្រោយភូមិដើមមកខ្សែយំសុំឲ្យគេជួយគាត់ដោយសារតែគាត់ហ្នឹងណាគឺក្តៅខ្លាំងពេកសភាពអ៊ំស្រីម្នាក់ហ្នឹងគឺមានសភាពខ្មៅរលរឹងកញ្ញៃកញ្ចង់ដោយពេលដែលគេរកឃើញសាកសពគាត់អញ្ចឹងគ្រាន់តែលើកហ្នឹងដល់គ្នាពេលដែលគេឃើញខ្មោចរបស់គាត់គឺភ្នែករបស់គាត់ឡើងក្រហមតែតាមសម្លឹងគេដកផ្ទៃសក់អ្នកណាក៏ដោយឲ្យតែឃើញខ្មោចអ៊ំស្រីម្នាក់ហ្នឹងគឺតែងតែបាក់ស្បាតនឹងឯងដល់គ្នាចំពោះរឿងរ៉ាវដែលគាត់បានចែកម្លែកមកនេះគាត់មានឈ្មោះថាបងសានប្រាប់ថារឿងរ៉ាវមួយនេះវាគឺជារឿងរ៉ាវដែលកើតឡើងនៅក្នុងព្រៃក្រោយចំការរបស់គាត់កាលពីឆ្នាំ2010ហើយរឿងរ៉ាវមួយហ្នឹងដែរវាកើតឡើងនៅពេលដែលគាត់មានអាយុ15ឆ្នាំចំណែកបងប្រុសរបស់គាត់វិញគឺមានអាយុ20ឆ្នាំក្រុមគ្រួសាររបស់បងសានគឺគាត់មានចំការខាងក្រោយភូមិនៅជាប់មួយព្រៃហ្នឹងគឺចំការធំគ្រាន់បើដែរចឹងទៅចំការនោះគឺជាចំការពោតទេពីមុនមកគឺចំការរបស់គាត់ហ្នឹងគឺមានរបៀបថាកម្មករពី10ប្រពន្ធដេកចាំចំការហ្នឹងប៉ុន្តែក្រោយៗមកទៀតម៉ាក់ប៉ារបស់គាត់ឃើញថាពី10ប្រពន្ធហ្នឹងគាត់អាសាឆ្លុះគ្នាខ្លាំងមែនតើទើបដេញគេចាញ់ចឹងទៅហើយឲ្យគាត់ពីអ្នកបងប្រុសរបស់គាត់ហ្នឹងឲ្យទៅជប់ទៅមក17000ហ្នឹងគឺឲ្យទៅដេកចាំចំការហ្នឹងហើយដោយសារតែគាត់ខ្លាចថាមានម្នាក់ក្រក់ណាគេលួចដុតចំការពោតអីចឹងទៅធម្មតាចំការពោតដុតទៅងាយឆេះហ្មងហើយសំខាន់មួយទៀតហ្នឹងគឺខ្លាចថាអ្នកដែលមានចំការចិត្តហ្នឹងគេលួចបេះពោតគ្រួសាររបស់គាត់ហ្នឹងឯងចឹងហើយទើបគាត់ធ្វើកូនផ្ទះមួយនៅក្នុងចំការហ្នឹងហើយទុកឲ្យពួកគាត់ដេកចាំថ្ងៃទាំងគ្នានៅក្នុងចំការរបស់គាត់គឺមានថាមានទូទួលមានអីមើលដែរចឹងណាចឹងឲ្យទៅពេលល្ងាចឡើងទៅម៉ោង7 8ហ្នឹងគាត់តែងតែដេកចាំបងប្រុសរបស់គាត់ហ្នឹងឯងគាត់ដេកចាំហ្នឹងគឺចាក់ពេលមួយឆ្នាំអីអត់ដែលមានបញ្ហាកើតឡើងសោះសូម្បីតែរឿងខ្លោចហ្នឹងគាត់តែជួបតែទាំងគ្នាគាត់ដេកហ្នឹងគឺស្រួលខ្លាំងមែនតើប៉ុន្តែនៅក្នុងយប់ដែលគាត់ដេកហ្នឹងទាំងគ្នាវាគឺជាយប់មួយដែលគាត់មានអារម្មណ៍តក់ស្លុតខ្លាំងមែនតើពេលដែលគាត់កំពុងដេកលក់នៅក្នុងម៉ោង2ម៉ោង3យប់ហ្នឹងក៏សັບតែមានករណីភ្លើងឆេះព្រៃខាងក្រោយចំការរបស់គាត់ភ្លើងឆេះហ្នឹងគឺនិយាយថាឆេះខ្លាំងមែនតើទាំងគ្នាប៉ុន្តែគាត់មិនដឹងខ្លួនទេបងប្រុសរបស់គាត់ច្រាក់ដឹងខ្លួនមុនពេលដែលបងប្រុសរបស់គាត់ដឹងខ្លួនភ្លាមបងប្រុសរបស់គាត់ណាស់គាត់ឲ្យក្រោបរត់ចេញពីក្នុងខ្ទមនៅក្នុងផ្ទះទៀមនៅក្នុងចំការរបស់គាត់ហ្នឹងឯងស្អីខ្លាចតែភ្លើងវាឆេះរៀលមកទៅឆេះទាំងផ្ទះហ្នឹងទៀតអញ្ចឹងទៅវាដាស់គាត់ឲ្យក្រាបចឹងណាចឹងគាត់ពីអ្នកបងប្អូនក៏ក្រាបចេញពីក្នុងផ្ទះទៀមនៅក្នុងចំការរបស់គាត់ចេញមកខាងក្រៅមើលពេលរត់ចេញមកមើលទៅទាំងគ្នាគឺភ្លើងនៅក្នុងព្រៃគឺឆេះមែនតើហ្មងណាឆេះឡើងស្ទើរហើយចំការរបស់គាត់នៅឆ្ងាយពីព្រៃនឹងប្រហែលជា2 ទៅ300ម៉ែត្រទេខ្វះតែបន្តិចទៀតគឺឆេះរៀលមកអញ្ចឹងទៅប៉ុន្តែសំណាងល្អគឺអត់ឆេះរៀលទេអញ្ចឹងពេលហ្នឹងទាំងគ្នាគាត់គឺរត់ចូលទៅក្នុងភូមិតែហៅម៉ាក់ប៉ារបស់គាត់តែហៅអ្នកភូមិមានមកអញ្ចឹងណាអញ្ចឹងគេក៏ជួយមើលប្រុសៗគ្នាអញ្ចឹងណាអ្នកខ្លះទៅគេដែលមានចការនៅចិត្តហ្នឹងគេក៏យកទឹកជះចំការខ្លួនឯងដើម្បីគាត់ភ្លើងឆេះរៀលអញ្ចឹងទៅប៉ុន្តែម៉ាក់ប៉ារបស់គាត់គឺនិយាយបងថាឲ្យតែកូនមានសុខភាពចង់ឆេះចការឆ្អែតក៏ឆេះទៅគាត់ខ្វល់ទេសំខាន់តែកូនពីរគឺមានសុខភាពអញ្ចឹងទៅពួកគាត់ក៏ទៅផ្ទះវិញព្រមគ្នានៅក្នុងយប់ដែលភ្លើងឆេះហ្នឹងអត់មានពីណាគេដឹងទេថាតើនៅក្នុងចំការហ្នឹងមានអ្នកណាគេជាប់នៅក្នុងហ្នឹងឬក៏អត់ឬក៏ជាប់នៅក្នុងពេលក៏អត់ដឹងទេតើតែពេលព្រឹកឡើងក្នុងម៉ោង 7 8ទាំងអស់គ្នាពេលដែលភ្លើងចាប់តាមស្ងប់នៅសង្កតិផេះដែលហុយពេញព្រៃហុយមកក្នុងចំការរបស់គាត់ទៀតពេលហ្នឹងគ្រប់គ្នាគេចូលទៅមើលច្បាស់តើក្នុងនោះមានអ្នកណាស្លាប់เป็นឯងចឹងណាពេលដែលគេចូលទៅទាំងគ្នាគឺមានឃើញសត្វពស់វាថាវាត្រូវភ្លើងដុតឆេះដល់ពេញហ្នឹងក៏ច្រើនមែនតើតែសំខាន់មួយទៀតហ្នឹងគឺមានអ៊ំស្រីដែលគាត់ជាម្ចាស់ចំការដែលនៅឆ្ងាយពីចំការរបស់គាត់ប្រហែលជាខ្ទង់400-500ម៉ែត្រទៀតគឺអ៊ំស្រីហ្នឹងគឺជាប់នៅក្នុងព្រៃមួយហ្នឹងទាំងគ្នាគឺគាត់ឆេះស្លាប់នឹងឯងសភាពសាក់សពរបស់គាត់គឺរឹងកញ្ញែងកញ្ញងប៉ុន្តែមិនឆេះសល់ឆ្អឹងទេទាំងគ្នាគឺឆេះសល់រូបរាងកាយរបស់គាត់ស្រុងណាគាត់តែខ្មៅរួលទៅមុខទៅមាត់គាត់សក់គាត់កាយគាត់គឺឆេះឡើងខ្ទេចនឹងឯងសភាពចេញមកគឺគួរឲ្យខ្លាចខ្លាំងមែនតើពេលហ្នឹងគាត់មិនបងប្រុសរបស់គាត់មើលបដាចង់គួរបដាវិស័យសភាពអ៊ំស្រីហ្នឹងកន្លែងសាច់ខ្លះទៅវាថាវាផុសវាប្រែតែអញ្ចឹងដល់គ្នាអញ្ចឹងសាក់សពអ៊ំស្រីហ្នឹងក៏ធ្វើបានកូនរបស់គេយកធ្វើបងជួយអញ្ចឹងទៅដល់គ្នាអញ្ចឹងគាត់មិនបងប្រុសរបស់គាត់នេះពេលត្រឡប់ទៅផ្ទះវិញក៏ប្រាប់ថាចេះម៉ាក់ម៉ាក់ទឹកហ្នឹងបាច់តន់ទៅដេកចាំចង្ការអីទេទុកចង្ការចោលសំតោមានបណ្ដាពីធ្វើអីទេស្អីចង្ការចិត្តហ្នឹងកន្លែងថាបាច់ឆេះដែរចេះសំណាងល្អចង្ការរបស់យើងដាក់ឆេះចឹងណាចឹងបាច់តន់ដេកចាំអីទេណាគេចង់លួចបេះពោតក៏លួចបេះទៅចឹងម៉ាក់ប៉ាบอกក៏យល់ស្របតាមចឹងទាំងអស់គ្នាចឹងគាត់ហ្នឹងក៏ដេកនៅផ្ទះម៉ាក់ទឹកហ្នឹងគឺដេកនៅផ្ទះរហូតអត់បានដេកចង្ការទេប៉ុន្តែ10ថ្ងៃគាត់មកទៀតហ្នឹងគាត់នឹងបងប្រុសរបស់គាត់ក៏ច្រឡំដេកចាំចង្ការវិញស្អីអ្នកដេកមានចង្ការចិត្តហ្នឹងគេចាប់តាមចង្ការឡើងវិញហើយដាំពោតអ្នកខ្លះទៅដាំ7ដើម្បីឡើងវិញហើយចឹងគាត់ក៏ធ្វើដេកចាំដូចរាល់ដងចឹងពេលគាត់ដេកចាំយប់ឡើងបងប្រុសគាត់ហ្នឹងអារម្មណ៍របស់គាត់គឺគិតដល់ខ្មោចអ៊ំស្រីម្នាក់ហ្នឹងដែលគាត់ទៅឃើញសាច់សពទាំងគ្នាគាត់មានអារម្មណ៍ថាគួរឲ្យខ្លាចគួរឲ្យភឺសម្បត្តិចឹងទៅប៉ុន្តែគាត់ហ៊ាននិយាយរឿងមួយបងប្រុសរបស់គាត់ទេគាត់បានតែគិតអញ្ចឹងណាចឹងគាត់ដេកមើលទូទស្សន៍ជុំគ្នារហូតដល់គាត់ដេកលក់រហូតដល់ម៉ោងប្រហែលជាម៉ោង1យប់ទាំងគ្នាគាត់ស្ដាប់តែមានអារម្មណ៍ថាឮសលេងគេយំឮសលេងនេះគឺស្រែយំឮចេញពីផ្ទៃខាងក្រោយភូមិឮសលេងយំឡើងខ្ទរទាំងគ្នាឮសលេងស្រែយំគាត់ដាស់បងប្រុសរបស់គាត់ទូថាចេះមានឮសលេងគេយំអត់គាត់ដាស់បងប្រុសគាត់ទូអញ្ចឹងណាបងប្រុសគាត់ថាអត់ឮទេស្ងប់ដេកទៅអត់មានអីទេឮសលេងស្លឹកឈើវាថាដើមឈើវាខ្យល់បក់ទៅអង្គើអញ្ចឹងឮជាសលេងអញ្ចឹងណាអត់មានពីណាគេយំអីទេអញ្ចឹងពេលហ្នឹងគាត់ក៏ជឿបងប្រុសរបស់គាត់ក៏ស្ងប់ដេកក្នុងយប់នឹងទៀតទាំងគ្នាយប់ដល់ទៀតគាត់ក៏មិនដេកដូចរាល់ដងប៉ុន្តែពេលហ្នឹងគឺនៅម៉ោង9យប់បងប្រុសរបស់គាត់ហ្នឹងធ្វើម៉ាក់របស់គាត់តែតាមផ្ទះសិនឲ្យទៅយក
យល់វ៉ាន់អីឲ្យចឹងគាត់ត្រូវនៅក្នុងផ្ទះទៀមក្នុងចំការរបស់គាត់តាមម្នាក់ឯងទេប៉ុន្តែចំការចិត្តហ្នឹងគឺមានគេបដិចាំដូចគ្នាចឹងណាចឹងទៅគាត់អត់សូវជាខ្លាចប៉ុន្មានទេឧទាហរណ៍ថាមានចៅមានអីចឹងគាត់អាចរត់ទៅឲ្យអ្នកចំការចិត្តនឹងជួយបានហើយចឹងគាត់ក៏ឲ្យបងប្រាប់គាត់ទៅគាត់ដេកចាំទៅម្នាក់ឯងគាត់ដេកនៅលើគ្រែដើមមើលទូកណ្ដាលចឹងទៅដេកចាំបងប្រាប់បងរបស់គាត់រហូតដល់ម៉ោង10ពេលហ្នឹងគាត់មានទូរស័ព្ទទេសួរដល់គ្នាទូចង់ឬក៏មិនចង់គាត់ត្រូវដេកចាំនៅក្នុងទៀមនឹងតាមម្នាក់ឯងទេគាត់ដេកមើលទូកណ្ដាលហ្នឹងក៏ស្ដាប់ពីសំឡេងគោះហ្នឹងគោះទ្វារក្រោយខាងក្រោយតែទៀមរបស់គាត់ហ្នឹងគោះតកចឹងគោះលឺសំឡេងគោះហើយពេលលឺសំឡេងត្បូងហ្នឹងគាត់ក៏យកទេលេនឹងថយសំឡេងទូគាត់ចាប់ដល់សំឡេងអីគេបន្ទាប់ពីលឺសំឡេងគោះតកទៀតប៉ុន្តែសំឡេងនោះវាដូចសំឡេងវាថាគេយកឈើមកបុកជាមួយទ្វារគាត់នឹងក្រោយហ្នឹងចឹងណាគាត់ព្យាយាមស្ដាប់ទៀតពេលដែលព្យាយាមស្ដាប់ទៅលឺសំឡេងគោះទៀតចឹងគាត់ក៏ចង់ដឹងឲ្យច្បាស់ថាស្អីគេគាត់ក៏ដើរទៅអាវិធីទ្វារក្រោយក្រោយតែទៀមរបស់គាត់បាក់ទ្វារចេញទៅពេលគាត់បើកទៅទាំងគ្នាអីគាត់ឃើញហ្នឹងគឺឃើញមនុស្សស្រីដើរបែកខ្នងចេញទៅបាត់ហើយមនុស្សស្រីហ្នឹងគឺដើរត្រង់ខ្លួននេះដើរដឹងទឹកកងែងកងងល់វាដូចគាត់វាមនុស្សកងែងកងងល់នៅទាំងគ្នាប៉ុន្តែគាត់ដឹងថាជាពីណាគេទេគាត់ដើរចេញទៅបាត់ប៉ុន្តែពេលគាត់តាមមើលទៅគាត់មានអារម្មណ៍ថាព្រឺក្បាលចម្លែកហើយនិយាយថាខ្លាចចម្លែកគាត់ច្បាស់ទេថាអីគាត់ឃើញគឺស្អីគេប្រកាសអញ្ចឹងទៅគាត់ទាញទ្វារនឹងបាត់វិញរួចក៏មិនได้ចាំបងប្រុសគាត់បន្តទៀតមកអាចក្នុងចិត្តបានប្រាប់ទៅបងប្រុសគាត់បានត្រឡប់មកវិញបងប្រុសគាត់ក៏យកម៉ូតូដាក់ចូលក្នុងផ្ទះទៀមរបស់គាត់ហ្នឹងហើយកន្លងគ្រាអីទាំងអស់គ្នាចឹងទៅពួកគាត់លេងរហូតដល់មកជិះក្នុងម៉ោង2យប់គាត់នឹងក៏និយាយថាឈឺងងខ្លាំងមែនតើហើយគាត់នឹងក៏បានចាំអត់បានដាស់បងប្រុសរបស់គាត់ទេគាត់ក្រាបចេញពីក្នុងផ្ទះតាមណែឯងទេគាត់ដើរទៅខាងក្រៅតែអត់ឆ្ងាយបានទៀតគឺដើរទៅកន្លែងពីក្រោយផ្ទះរបស់គាត់ឆ្ងាយបានជាង2ទៅ3ម៉ែត្រតាមគាត់ចាំបានគាត់ក៏និយាយថាស្រាក់ខោនោមពេលគាត់ស្រាក់ខោនោមហ្នឹងដៃរបស់គាត់មកខាងគឺកាន់7គៀបនឹងក្លៀកចេះគៀបចឹងទៅគាត់និយាយថានោមចឹងបាទនេះតែពេល7របស់គាត់នេះគាត់វីខ្លួនចុះឡើងអញ្ចឹងក៏សាប់7របស់គាត់ចាំទៅលើរូបរាងមួយដែលគាត់ឃើញឈរនៅឆ្ងាយគាត់អាចក្នុង10ម៉ែត្រដែរគឺរូបរាងមនុស្សស្រីម្នាក់ហ្នឹងគឺរបៀបឆាំងពលខ្មៅក្រឹបប៉ុន្តែភ្នែកដល់ក្រហមតែកំពុងតែឈរសម្លឹងមើលមកគាត់នឹងឯងទាំងគ្នាចឹងពេលហ្នឹងគាត់ឃើញតែមកបបទេគាត់ក៏ដក7ចេញចេះរួចក៏ប្រចាំទៅវិញពេលដែលប្រចាំទៅវិញគាត់មានឃើញអីទាំងគ្នាចឹងពេលហ្នឹងគាត់មានអារម្មណ៍ថាចុំដល់សួរសោះហ្មងតែគាត់ដេកពីមកគឺតែមានទិងឯសោះតែគាត់មានអារម្មណ៍ភ័យដែរអញ្ចឹងណាគាត់ក៏បែកខ្នងត្រឡប់ចូលក្នុងផ្ទះខ្ទមផ្ទះទៀនរបស់គាត់វិញពេលដែលគាត់បែកខ្នងមកវិញក៏គាត់សាប់បានឃើញម្នាក់ហ្នឹងទាំងគ្នាមិនអ៊ំស្រីម្នាក់ហ្នឹងគឺឈរនឹងក្រោយខ្នងរបស់គាត់ហើយយំថាក្តៅណាស់ជួយគាត់ផងហើយអ៊ំស្រីម្នាក់ហ្នឹងទាំងគ្នាគឺខ្លួនប្រាណរបស់គាត់ខ្មៅរលនឹងឯងហើយមាត់របស់គាត់ពេលដែលហាម្ដងណាគឺរបៀបថាឃើញដល់ខ្មៅទៅក្នុងមាត់ទៀតភ្នែករបស់គាត់គឺក្រហមប៉ក់ឈរនឹងក្រោយខ្នងរបស់គាត់ថ្ងៃទាំងគ្នាឈរយំថាជួយផងក្តៅណាស់ឈរក្រោយខ្នងគាត់បានឃើញច្បាស់ទៀតទាំងគ្នាដែលជើងថ្ងៃងងចេះពេលនោះគាត់ខ្លាចខ្លាំងមែនគាត់សេះមកកំផុងរួចរត់ចូលទៅក្នុងផ្ទះទៀមក្នុងចំការរបស់គាត់នឹងឯងពេលគាត់រត់ចូលទៅបងប្រុសរបស់គាត់ភ្នាក់អន្តរាសួរថាអីគេគាត់ថាឃើញខ្មៅគាត់អ៊ំស្រីដែលស្លាប់ទៅគាត់ឆ្នាំច្បាស់និស័យពេលដែលគាត់ទៅមើលសពអ៊ំស្រីហ្នឹងគាត់បានឆ្នាំច្បាស់ហ្មងថាអ៊ំស្រីហ្នឹងខ្លួនប្រាណរបស់គាត់ឆេះខ្លាំងចឹងពេលដែលគាត់ឃើញហ្នឹងគឺឃើញរូបភាពអ៊ំស្រីហ្នឹងឯងចឹងពេលដល់ទៀតគាត់ដេកអោបបងប្រុសរបស់គាត់រហូតដល់ភ្លឺពេលត្រឡប់ទៅផ្ទះវិញគាត់ប្រាប់ម៉ាក់ប៉ារបស់គាត់ឈប់ទៅដេកចាំឆ្កាយគាត់ឈប់ដេកតែគាត់ខ្លាចអីចឹងណាប៉ុន្តែម៉ាក់ប៉ារបស់គាត់គ្រូផៃគាត់ថាអត់មានទេហើយត្រូវទៅដេកហើយម៉ាក់ប៉ារបស់គាត់ក៏មានកំណត់មួយថាចេះបើមិនជាកូនខ្លាចអីកូនត្រូវតែចូលកន្លែងឲ្យជ្រៅពីថាលោកផកលោកឲ្យកាប់ចឹងណាបើចូលជាខ្មៅឡងចង់ដឹងខ្វាក់នឹងឡងមិនគឺត្រូវទៅចិត្តមកទៅឲ្យដឹងច្បាស់ថាបើមិនជាឡងហើយយើងលេងខ្លាចនៅតាមឡងយើងទៀតអត់យកតបទៀតគាត់នឹងតាមដេកក្នុងចង្ការអញ្ចឹងមកដេកទាំងអស់គ្នាហើយគាត់លឺសំឡេងយំរហូតលឺស្រីអ៊ំស្រីនឹងយំម្ដងទៅយំចំហៀមផ្ទះដល់ទៅយំនឹងក្រោយផ្ទះម្ដងទៀតទៅគឺយំនៅខាងក្រៅចង្ការយំគឺយំរហូតនឹងឯងយំតែថាគាត់ហ្នឹងថាក្តៅណាស់ហើយមិនមែនតែគាត់bịបងប្រុសគាត់តែបានលឺបានឃើញសូមបីតែគេដែលមានចង្ការនៅចិត្តហ្នឹងគេក៏និយាយដែរថាលឺស្រីអ៊ំនឹងស្រីយំឲ្យដែរគេឃើញហ្មងសុភាពដែលគេឃើញគឺពួកគ្នានឹងឯងទាំងអស់គ្នាអ្នកដែលគេឃើញត្បូងណាអ្នកខ្លះគឺឈឺបាក់ស្បាតហ្មងឈឺបាក់ស្បាតឬឈឺសក់ឈឺអីចឹងទៅនិស័យអ៊ំស្រីគឺគួរឲ្យខ្លាចតែទាំងអស់គ្នាសម័យមើលទៅពេលដែលគាត់ស្លាប់គឺខ្លួនប្រាណគាត់នឹងយ៉ាងខ្ញងហើយឡើងខ្មៅរោលហើយមានតែភ្នែកតែក៏ហុំតែសម្លឹងមើលមកយើងទាំងចឹងទាំងទីគឺមានអារម្មណ៍ខ្លាចខ្លាំងមែនតើបងប្រុសរបស់គាត់ក៏បានជួបអ៊ំស្រីដែរពេលដែលបងប្រុសរបស់គាត់ហ្នឹងតាមគាត់លឺបងប្រុសរបស់គាត់ប្រាប់បងប្រុសរបស់គាត់ឲ្យសាគាត់បត់ជើងខាងក្រោយចំការពេលគាត់ដើរខាងក្រោយចំការហ្នឹងពេលគាត់កំពុងតែពួយបត់ជើងទាំងពីរក៏គាត់នឹងសាប់តំញាអារម្មណ៍ថាមានគេឈរក្រោយខ្នងគាត់ងាកទៅមើលប៉ុន្តែឃើញណាប៉ុន្តែពេលគាត់ងាកទៅមុខវិញអ៊ំស្រីនឹងអង្គុយចោលហោគាត់ចឹងអង្គុយចោលហោឲ្យខ្លួនរបស់គាត់គូខ្មៅក្រឹបភ្នែកឡើងក្រហមសក់មិនឡើងឆេះឡើងរៀងពេញក្បាលហ្នឹងគឺឈរគឺអង្គុយខាងអង្គុយចោលហោទល់មុខគាត់ហើយសម្លឹងមើលគាត់ចាំនឹងឯងហើយបងប្រុសរបស់គាត់ក៏បីឆ្លខ្លាចខ្លោចប៉ុន្តែគាត់គឺជាមនុស្សដែលថា
rừng máu mấy khăn hàng khăn đèn quát thôi chỉ mơ khơi quát răng bọc chỗ hộ đòn đuối tôi có đam một không chụp ca với những ai đặc đi nên đặc đi chụp cô đưa ra được quát ban chạy lấy ba ní còn tập ban đăng đài cho đại đặc đi với lọ bên của bạn để chăm chụp ca được ạt hay ta đặc đi nghe lọ ban chụp hai ca bình thường thôi nên hàng không chụp ca với đại đặc đi được ạt nên đặc đi chụp cô đưa ra được quát chạy lấy ba ní còn bên tập ban đăng tê hai sẽ đại đặc đi bên đương cho chạy đồng đấy để complete chạm một trong khả năng chỉ bằng nhóm cỏ bên tập ban tê